dương mình đăng tha cả lại thì sao bài búa bị phim sập bánh từ phim tàng tấn nâng ai chiên từ đó cặp toàn từng kịch bên nào thì dương mình ai chăm ngày sai khăn sai rư cổ Protica để bạc bol từ lửa thập tay bọc Campuchia đấy ai nâng cao lớn để dương tha dương trong chu room chuối dương chu room bị thay đi tu bây giờ than ở phía mình toàn miền phía tam tấn cứ dương tam đan ở dưới chỗ độc nặng hai bằng hai mà đây là phía chưa chạy ở xa hai là vậy mong tập này như vậy ở sầm mặt cứ dương khơi tham miền po là miền trao miền tây hai po là miền khác cứ miền bồng non và ná non cá nhung bồng bắc sama ở đây còn toก็ខ្ញុំសូមបញ្ជាក់ផងដែរថាថ្ងៃនេះគឺក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាហើយតំណាងឲ្យសមាជិកគណៈប្រពូទាំងអស់ដែលមានចម្រុះហើយតិចទៀតគឺខ្ញុំអាចនឹងបញ្ជាក់បន្ថែមគឺមានឱកាសដើម្បីមកសួរសុខទុក្ខដោយផ្ទាល់តែម្ដងទៅលើបងដែលចូលជើងនៅជួរមុខដើម្បីការពារបូរណភាពទឹកដីរបស់យើងក្នុងនោះគឺខ្ញុំសូមបញ្ជាក់បន្តិចថាតើបំណងប្រាថ្នាហើយនឹងគំនិតនៃការចង់មកសួរសុខទុក្ខពួកគាត់មានតាំងពីពេលណាប្រកបណាស់វាមិនមែនជារឿងអីថ្មីទេសយក៏បានចូលរួមជាមួយរាជរដ្ឋាភិបាលគ្រប់កលៈទេសៈដែលប្រទេសជាតិនៅជួបប្រទះនៅបញ្ហាប្រឈមដោយឧទាហរណ៍កាលពី2008 2011ក៏យើងបានចូលរួមចំណែកកម្រិតមួយការប្រយុទ្ធប្រឆាំង COVID-19 ក៏យើងបានចូលរួមចំណែកហើយនៅក្នុងដំណាក់កាលចុងក្រោយនេះគឺយើងឃើញទៅលើអ្វីដែលជាការឡើងកម្ដៅនៃភាពតានតឹងរវាងកម្ពុជានិងប្រជាណាចក្រថៃហើយជាពិសេសតែម្ដងក្នុងនាមជាក្រុមគ្រួសារសយក៏ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូបយើងមិនភ្លេចទៅលើអ្វីដែលជាឧបតហេតុវាយឆ្មក់វាយប្រហារមកលើកងកម្លាំងបដាអាវុធរបស់យើងដែលឈានទៅដល់ការឲ្យបាត់បង់កងកម្លាំងយើងមួយរូបនៅថ្ងៃទី28 ខែឧសភាឆ្នាំ2025ហើយយើងនៅតែបង្ហាញនៃការសោកស្ដាយហើយនឹងការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់បងស៊ុនរនផងដែរចេញពីអ្វីដែលជាការឡើងនៃកម្ដៅនេះហើយគឺក្រុមគ្រួសារសយក៏ខ្ញុំនិងអនុប្រធានឯកឧត្តមលោកជំទាវអនុប្រធានបានពិគ្រោះយោបល់គ្នាថាបំណងប្រាថ្នារបស់យើងគឺចង់មកសួរសុខទុក្ខអញ្ចឹងវាចាប់ផ្ដើមមុនដំបូងគេពីក្នុងក្របខ័ណ្ឌតែសយក៏ទេក៏ប៉ុន្តែដល់ពេលយើងនិយាយជាលក្ខណៈបង្ហើបយើងឃើញថាដៃគូសហការតាមរយៈកម្មវិធីផ្សេងរបស់សយក៏គឺមានបំណងប្រាថ្នាដូចគ្នាដែរគាត់ថាគាត់មិនដឹងទៅតាមរយៈពីណាព្រោះថាប្រកាសណាស់គាត់មិនអាចដឹងថាតើការរៀបចំរបស់រាជរដ្ឋាភិបាលជាពិសេសក្នុងផែននៃការពារជាតិយុធិនរបស់យើងនិយាយឲ្យសម្ាញ់នៅជួរមុខតើអនុញ្ញាតឲ្យចូលដល់អញ្ចឹងចាក់ស្ដែងទៅគឺពេលយើងនិយាយថាយើងនឹងមកសួរសុខទុក្ខពួកគាត់ទាំងវិស័យឯកជនទាំងអង្គការសមាគមដៃគូសហការផ្សេងដែលបានធ្វើការជាមួយសយក៏កន្លងមកគឺគាត់បានបញ្ជាក់គាត់មានបំណងប្រាថ្នាចង់ចូលរួមចំណែកជាមួយយើងផងដែរទី1គាត់ចង់មកដោយផ្ទាល់ខ្លួនដើម្បីបង្ហាញនឹងការអរគុណនិងការគាំទ្រដល់កងកម្លាំងរបស់យើងទី2ក៏គាត់មានសទ្ធាក្នុងការចូលរួមចំណែកទាំងថវិកាទាំងស្បៀងអាហារទាំងទឹកចិត្តដើម្បីមកចូលរួមចំណែកអ្នកខ្លះក៏បានមកដោយផ្ទាល់អ្នកខ្លះដែលបានមកដោយផ្ទាល់អញ្ចឹងហើយវាចេះតែរីកទៅអ្វីដែលចង់បញ្ជាក់នៅក្នុងចំណុចនេះគឺវាចេញមកពីស្មារតីទឹកចិត្តក្នុងនាមជាខ្មែរតែមួយយើងនៅវិស័យខុសៗគ្នាមែនយើងនៅអង្គការសមាគមខុសៗគ្នាមែនក៏ប៉ុន្តែគឺយើងបានចូលរួមចំណែកអញ្ចឹងដូចឧទាហរណ៍នៅក្នុងថ្ងៃនេះអញ្ចឹងគឺអ្នកដែលបានមកចូលរួមគឺដូចបាននិយាយគឺថាទី1គឺមានក្រុមគ្រួសារសយក៏មានឯកឧត្តមអនុប្រធានឯកឧត្តមលោកជំទាវអនុប្រធានសមាជិកអចិន្ត្រៃយ៍ទាំងថ្នាក់កណ្ដាលហើយនិងថ្នាក់ក្រោមជាតិតាមរាជធានីខេត្តក៏គាត់បានចំណាយពេលសមាជិកសមាជិកាសយក៏ទៅតាមរាជធានីខេត្តមួយចំនួនគឺជាអភិបាលនៃគណៈអភិបាលខេត្តអ្នកមួយចំនួនទៀតគឺជាប្រធានសយក៏ខេត្តតែគាត់ចំណាយពេលពីចម្ងាយដើម្បីមកចូលរួមចំណែកអញ្ចឹងគ្រួសារសយក៏មានទាំងថ្នាក់ជាតិមានទាំងថ្នាក់រាជធានីខេត្តវិស័យនីតិបុគ្គលអីបានមកចូលរួមចំណែកនៅក្នុងថ្ងៃនេះក្រៅពីនឹងថែមទៀតគឺយើងមានជាវិស័យឯកជនដែលបានចូលរួមចំណែកទាំងវត្តមានផងទាំងថវិកាផងដែលក្នុងនោះគឺយើងមានទាំងនេះវឌ្ឍនកាពីតូលដែលគាត់បានចូលរួមជាថវិកាផងប្រមាណ$10,000គួរផ្សំទៅនឹងស្បៀងអាហារហើយទឹកសុទ្ធដើម្បីជាភេសជ្ជៈជូនទៅដល់កងកម្លាំងរបស់យើងនៅជួរមុខយើងមានក្រុមហ៊ុនដូចជាក្រុមហ៊ុនសំទុះដល់មើលក្រុមហ៊ុន Okin ក្រុមហ៊ុន Khoi ក្រុមហ៊ុន Tube ហើយក៏យើងមានការចូលរួមជួយគាំទ្រในការដឹកជញ្ជូនមកនៃក្រុមហ៊ុន Volbridge Group របស់អ្នកអង្គការលោកអ្នកអង្គការ Security ផងដែរដែលបានជួយឧបត្ថម្ភមកខាងមុខក្រៅពីវិស័យឯកជនដែលមានទាំងអស់ដែលបានលើកឡើងអំបញ្ញមិញនេះតាមរយៈសយក៏
គឺយើងមានដៃគូសហការជាអង្គការសមាគមមួយចំនួនដែលក្នុងនោះគឺយើងមាន JCI កម្ពុជាយើងមាន UNI យើងមានក្នុងក្របខ័ណ្ឌ Paralympic កម្ពុជាដែលឯកឧត្តមយីវាសនាជាអគ្គលេខាធិការនៃ Paralympic កម្ពុជាក៏បានមកចូលរួមចំណែកហើយតាមរយៈឯកឧត្តមក៏បានចូលរួមជាថវិកាមកពីបងអត្តពលិករបស់យើងដូចគ្នាដែរក្រៅពីនោះថែមទៀតគឺយើងមានបងប្អូន KOL តាមពិតបងប្អូន KOL និងប្រជាពលរដ្ឋនិងអង្គការដៃគូច្រើនទៀតដែលគាត់ចង់មកចូលរួមចំណែកក៏ប៉ុន្តែយើងត្រូវតែកំណត់ចំនួនផងដែរកុំឲ្យវាមានករណីទ្រង់ទ្រីធំពេកយើងពិគ្រោះយោបល់ជាមួយបងដែលឈរនៅជួរមុខជាប្រចាំថាអ្វីទៅដែលសមរម្យទៅគោលដៅណាធ្វើម៉េចកុំឲ្យคล้ายទៅជាបន្ទុកបន្ថែមព្រោះថាគាត់នៅមានភាពប្រុងប្រយ័ត្នជាប្រចាំអញ្ចឹងគឺយើងមិនអាចคล้ายទៅជាបន្ទុកបើសិនជាយើងមិនមានការពិគ្រោះយោបល់ទេអញ្ចឹងគឺជាចំណុចហើយចំពោះអ្វីដែលយើងបានរៀបជាខ្ញុំសូមបញ្ជាក់ឲ្យបានប្រគល់ទៅដល់ទិសទី4គឺមានថវិកាចំនួន$180,000មានទឹកនិងភេសជ្ជៈ3030កេសមានអាហារសម្រន់175កេសមានស្បៀងអាហារ195កេសហើយនឹងគ្រឿងទេសសម្ភារៈប្រើប្រាស់ដូចជាធូបមូសអីជាដើមអញ្ចឹងទាំងអស់ហ្នឹងបើយើងនិយាយពីសម្ាញ់តើគ្រប់គ្រាន់អត់ជាចំនួនហ្មងយើងអាចថាវាជាទំហំមួយតែសំខាន់ទឹកចិត្តស្មារតីរបស់សមាជិកសមាជិកាហើយអ្នកដែលបានចូលរួមចំណែកហើយក៏ខ្ញុំសូមរំលឹកថាថវិកាដែលបានចូលរួមរៀងគៀសទាំងក្នុងក្របខ័ណ្ឌសសយកដែលចេញមកពីបងប្អូនអត្តពលិកនៃParalympic កម្ពុជាមានថវិកាពី$4,000រៀលឡើងទៅពួកគាត់ទោះបីលទ្ធភាពមិនដូចគ្នាតែគាត់មានទឹកចិត្តស្មើគ្នាតិចក្តីច្រើនក្តីនេះដែលខ្ញុំបានបញ្ជាក់ទៅលើកងកម្លាំងរបស់យើងថាទំហំនៃអ្វីដែលជាការជួយឧបត្ថម្ភវាមិនច្រើនពេកនោះទេក៏ប៉ុន្តែគឺយើងពិតជាមានទឹកចិត្តចង់ចូលរួមចំណែកតិចក្តីច្រើនក្តីម៉ោងប៉ុណ្ណេះហើយយើងឃើញទាំងអស់គ្នាបងប្អូនប្រជាពលរដ្ឋនៅតាមផ្លូវឲ្យជែកមួយស្និតទឹកមួយយូរអីនេះហើយដែលជាខឿនការពារជាតិដ៏រឹងមាំរបស់ប្រជាណាចក្រកម្ពុជាខឿនការពារជាតិប្រជាជនដែលយើងនឹងខំប្រឹងប្រែងអំពាវនាវបន្តថែមទៀតអានេះគឺខ្ញុំសូមបញ្ជាក់ទៅលើពីចំណុចហ្នឹងដោយសម្ដេចតេជោនិងសម្ដេចមហាបវរធិបតីគាត់លើកឡើងហើយទី1ភាពម៉ត់ចត់បទពិសោធន៍ភាពចាស់ទុំនិងវិធានការច្បាស់លាស់របស់រាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតីក្នុងសមរភូមិការទូតសមរភូមិច្បាប់និងសមរភូមិការពារជាតិគឺមានភាពច្បាស់លាស់ហើយបទពិសោធន៍ដែលយើងមានការប៉ះទង្គិចនៅចន្លោះ2008-2011ក៏ជាបទពិសោធន៍ជាមេរៀនហើយបងយោធិនដែលនៅទីនេះសិតតែឆ្លងកាត់សមរភូមិមានបទពិសោធន៍តែកត្តាសំខាន់ដែលយើងត្រូវមានភាពចាំបាច់គឺការចូលរួមដែលការ2008-2011យើងនិយាយពីសមរភូមិមុខសមរភូមិក្រោយសំទុះដែលខឿនប្រជាជនខឿនការពារជាតិប្រជាជននេះហើយមកប៉ុណ្ណេះយើងនិយាយថាជួរមុខនិងជួរក្រោយហើយយើងខ្ញុំទាំងអស់គ្នាដែលមកក្នុងគណៈប្រពៃដូចនិយាយចឹងថាយើងមានទាំងអ្នកការងាររដ្ឋការងារឯកជនការងារអង្គការហើយនឹងដៃគូផ្សេងទាំងគួបផ្សំទាំងបងប្អូនដែលមកតំណាងពីសមាគមមិញខ្ញុំភ្លេចបញ្ជាក់គឺសមាគមខ្មែរអ៊ីស្លាមហើយនឹង Paralympic វេទិកាសន្តិភាពនៅកម្ពុជាអីនេះយើងមានទូនាទីភារកិច្ចនៅក្នុងវិស័យខុសគ្នាមែនតែយើងក្នុងនាមជាខ្មែរទាំងអស់គ្នាដែលបញ្ជាក់ច្បាស់ថាប្រកាសណាស់រាជរដ្ឋាភិបាលមានផែនការមានភាពចាស់ទុំមានភាពច្បាស់លាស់ខឿនការពារជាតិដ៏រឹងមាំនៃកងយោធពលខេមរៈភូមិន្ទរបស់យើងនិងកងកម្លាំងប្រភេទគ្រប់ប្រភេទដទៃថែមទៀតក៏ប៉ុន្តែទឹកចិត្តបេះដូងឆន្ទៈនិងស្មារតីរបស់ប្រជាពលរដ្ឋគាំទ្រពួកគាត់ខ្វះមិនបានទេដើម្បីយើងការពារបូរណភាពទឹកដីរបស់យើងទី1គឺយើងទឹកចិត្តស្រឡាញ់ហើយបំណងឆន្ទៈក្នុងការការពារបូរណភាពទឹកដីគឺយើងមានម្នាក់នៅក្នុងចិត្តប្រជាពលរដ្ឋខ្មែរមិនថានៅក្នុងប្រទេសឬក៏ប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោកទេម៉ោងប៉ុណ្ណេះគឺតាមដាននយោជិតទុកដាក់ហើយរឿងពាក់ព័ន្ធនឹងការការពារជាតិនិងការពារបូរណភាពទឹកដីហើយភាពសុចរិតភាពនិងភាពស្របច្បាស់របស់កម្ពុជាដែលយើងនៅលើទឹកដីរបស់យើងសោះគេមកវាយប្រហារអានេះហើយខ្ញុំជឿថាប្រជាពលរដ្ឋខ្មែរទាំងអស់សិតតែមាននៅក្នុងចិត្តរួចស្រេចទៅហើយក៏ប៉ុន្តែអ្វីដែលខ្ញុំសូមអំពាវនាវបន្តសូមឲ្យតាមដានដោយយកចិត្តទុកដាក់ហើយក្នុងកលៈទេសៈនេះការប្រែប្រួលនៃភាពតាំងតឹងពីដែលខ្ញុំនិយាយអំបញ្ញមិញពាក្យថាជួរមុខទៅជាសមរភូមិមុខវាអាចមានការប្រែប្រួលលឿនបំផុតអញ្ចឹងទោះបីក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរដែលមានចិត្តបំណងប្រាថ្នាចូលរួមជួយការពារបូរណភាពទឹកដីយើងវិធីសាស្ត្រដ៏ល្អជាងគេបង្អស់តាមដានដោយយកចិត្តទុកដាក់បង្ហាញនៃមនោចេតនាតាមរយៈសកម្មភាព Facebook និងឆន្ទៈផ្សេង
អេកូឲ្យបានខ្លាំងទៅលើការជឿជាក់លើរដ្ឋាភិបាលជាពិសេសមូលដ្ឋានសមរភូមិទាំង3ទាំងការទូតទាំងច្បាប់ទាំងយោធាហើយផ្ដល់ជាកម្លាំងចិត្តនិងមនោសញ្ចេតនាពីចម្ងាយមកហើយបើអាចទៅដល់ជួរមុខទៀតតាមលទ្ធភាពដែលអាចធ្វើទៅបានពេលណាដែលរដ្ឋាភិបាលនឹងជួរមុខអនុញ្ញាតបានគឺសូមឲ្យបង្ហាញជាប្រចាំព្រោះថានិយាយចេះយើងមិនដឹងថាកលៈទេសៈប្រែប្រួលពីភាពសាមញ្ញទៅភាពតាំងតឹងនឹងអាចឈានទៅដល់ការប៉ាន់ទង្គិចពេលណាទេយើងមិនអាចចាំថ្ងៃស្អែកខាងស្អែកឬក៏ប្រតិការដែលប៉ះពាល់ទៅលើអធិបតេយ្យរបស់កម្ពុជាដែលអាចនឹងកើតឡើងដែលយើងថាយើងចង់ចូលរួមជួយយើងចូលរួមពីថ្ងៃនេះទោះបីស្ថានភាពមិនទាន់មានភាពតានតឹងគឺយើងតាមដានដោយយកចិត្តទុកដាក់ហើយបង្ហាញស្មារតីនៃភាពជឿជាក់ឲ្យសារហេតុអ្វីម៉ោងប៉ុណ្ណេះនិយាយឲ្យសម្បត្តិគឺយើងឃើញថាមានព័ត៌មានច្រើនមែនទែនហើយព័ត៌មានខ្លះគឺមានបំណងប្រាថ្នាក្នុងការញុះញង់បំបាក់ស្មារតីកងទ័ពរាជរដ្ឋាភិបាលហើយនឹងធ្វើឲ្យប្រជាជនមហាជនខ្មែរមានការមន្ទិលសង្ស័យទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាលនិងកងកម្លាំងបដាអាវុធរបស់យើងដោយឧទាហរណ៍មួយរឿងការកែសម្រួលទ័ពឬក៏រឿងថាតើកម្ពុជាទៅ ICJ ទៀតឬក៏អត់មានអ្នកដែលខំប្រឹងកលៃទៅលើចំណុចទាំងអស់នេះដើម្បីថាបង្ហាញថារាជរដ្ឋាភិបាលអត់មានចំហច្បាស់លាស់តែឥឡូវយើងឃើញច្បាស់លាស់ទាំងអស់គ្នាហើយគណៈកម្មការបានបង្កើតរួចស្រេចទៅហើយក្នុងការរៀបចំឯកសារទៅតុលាការឡាអេពាក់ព័ន្ធទៅនឹងរឿងមុំ3តាមន់ធំតាមន់តូចគួបផ្សំទៅនឹងតាក្របីអញ្ចឹងអានេះហើយដែលជាឆន្ទៈដ៏មុមុតដែលត្រូវការចាំបាច់យើងនិយាយឲ្យសាមញ្ញជាឧទាហរណ៍បើប្រជាជនខ្មែរស្ដាប់ទៅលើព័ត៌មានផ្សេងដោយអត់មានប្រភពច្បាស់លាស់ហើយខ្លះទៀតគឺមានចេតនាក្នុងការញុះញង់បំបាក់និងនាំឲ្យមន្ទិលសង្ស័យដែលអាចមកពីប្រទេសក្រៅប្រទេសកម្ពុជានិយាយឲ្យសាមញ្ញចេះតោះគឺយើងអាចនឹងមានស្មារតីអត់មូលអត់នឹងគ្រប់គ្រងរាជរដ្ឋាភិបាលរបស់យើងទេអញ្ចឹងគឺក្នុងករណីនេះហើយដែលខ្ញុំចង់អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរតាមដានដោយយកចិត្តទុកដាក់មានព័ត៌មានវាច្រើនពេកដែលធ្វើឲ្យយើងមិនទើសសង្ស័យក៏ប៉ុន្តែចាំទៅលើចំណុចតែមួយចំនួនដែលរាជរដ្ឋាភិបាលបានបញ្ជាក់ហើយទី1គឺភាពស្របច្បាប់និងភាពសុចរិតរបស់កម្ពុជាក្នុងការការពារបូរណភាពទឹកដីរបស់យើងហើយការអះអាងរបស់រាជរដ្ឋាភិបាលទាំងសម្ដេចតេជោរបស់សម្ដេចមហាបវរទឹកដីហើយសម្ដេចតេជោក៏ធ្លាប់បានលើកជាបន្តបន្ទាប់ដែរកម្ពុជាមិនត្រូវការដីអ្នកណាសូម្បី1មីលីម៉ែត្រតែកម្ពុជាក៏មិនអនុញ្ញាតឲ្យប្រទេសណាមកយកដីកម្ពុជាសូម្បី1មីលីម៉ែត្រហើយយើងត្រៀមខ្លួនគ្រប់សមរភូមិគួបផ្សំនឹងយោធាដើម្បីការពារបូរណភាពទឹកដីរបស់យើងអានេះត្រូវតែយើងចងចាំចំណុចទី2គឺទោះបីចំណុចណាក៏ដោយត្រូវជឿជាក់និងផ្ដល់កម្លាំងចិត្តទៅលើវិធានការរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរទឹកដីយើងកំពុងតែធ្វើការដោយស្វះស្វែងម៉ត់ចត់ជាជំហានមូលដ្ឋានការពារជាតិមូលដ្ឋានការទូតនិងមូលដ្ឋានច្បាប់ចឹងសូមឲ្យយកប្រភពដែលចេញមកពីចំហរបស់រាជរដ្ឋាភិបាលដែលក្នុងនោះក៏មានក្រសួងការពារជាតិដែរយកជាមូលដ្ឋានក្នុងការយកជាព័ត៌មានផ្លូវការកុំឲ្យចាញ់បោកទៅលើការញុះញង់និងព័ត៌មានប្រភពផ្សេងដែលមានភាពមិនច្បាស់លាស់ហើយទី3ក្នុងនាមយើងជាប្រជាពលរដ្ឋប្រកបណាស់ផ្ដល់ជាកម្លាំងចិត្តជាប្រចាំទៅដល់កងកម្លាំងបដាអាវុធនៅជួរមុខជាមួយរាជរដ្ឋាភិបាលតែក្នុងនាមជាប្រជាពលរដ្ឋខ្មែរថាម៉ោងប៉ុណ្ណេះដែលខ្ញុំសូមនិយាយថាប្រទេសជាតិយើងពិតជាត្រូវការយើងឲ្យមានមូលមតិឲ្យមានជំហររួមទៅលើភាពស្របច្បាប់ឆន្ទៈមោះមុតក្នុងការការពារត្រឹមតែទឹកដីរបស់កម្ពុជាទេចេញពីអ្នកឈ្លានពានហើយគេមានបំណងគេខំញុះញង់គេខំកែច្នៃគេខំលៀបពណ៌យ៉ាងណាក៏ដោយទឹកដីកម្ពុជានៅតែទឹកដីកម្ពុជាហើយដើម្បីឲ្យមានភាពច្បាស់គឺយើងទៅសាលាការឡាអេទោះថាគេក៏អះអាងថាទឹកដីរបស់គេយើងក៏អះអាងថាទឹកដីរបស់យើងហើយយើងច្បាស់ទឹកដីរបស់យើងចឹងហើយបានយើងទៅតុលាការឡាអេដោយមិនចាំបាច់មានការព្រួយបារម្ភហើយដែលនិយាយថាមាសសុទ្ធមិនខ្លាចភ្លើងសំណួរដែលត្រូវតែចោទសួរតែប៉ុណ្ណេះហេតុអីគេមិនហ៊ានទៅបើសិនជាគេមិនមានការព្រួយបារម្ភហើយគេមានភាពច្បាស់លាស់របស់គេចឹងអានេះហើយខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងចាស់ទាំងក្មេងសូមឲ្យតាមដានដោយយកចិត្តទុកដាក់ផ្ដល់ជំនឿទឹកចិត្តលើសម្ដេចមហាបវរទឹកដីផ្ដល់ជាកម្លាំងចិត្តចំពោះអ្នកជួរមុខនៅក្នុងសមរភូមិទាំង3ការទូតច្បាប់និងយោធាដើម្បីធ្វើយ៉ាងណាម៉ោងនេះប្រទេសជាតិយើងត្រូវការយើងត្រូវការចូលរួមផ្ដល់ជាកម្លាំងចិត្តឲ្យពួកគាត់ហើយយើងនឹងឆ្លងកាត់កលៈទេសៈនេះទាំងអស់គ្នាហើយគ្រប់កលៈទេសៈទៅខាងមុខឲ្យតែប្រទេសជាតិត្រូវការយើង
ប្រទេសជាតិជួបប្រទះនៅបញ្ហាប្រឈមមិនថារឿងអ្វីទេយើងត្រូវតែរួបរวมសាមគ្គីមួយមតិហើយជឿជាក់លើរាជរដ្ឋាភិបាលយើងចង់បានស្បែកសឲ្យមានសុវត្ថិភាពចាំខ្ញុំណែនាំជាមួយនឹងលេធាមវាយមេប្រាក់ជាមួយនឹងស្ប៉ាស្បែកមាសបងប្អូនប្រើទាំងពីរមុខនេះចូលគ្នាជួយពន្លឺស្បែកយើងឲ្យសលឿនសបែបមានសុវត្ថិភាពមានសំណើមភ្លឺចេញពីខាងក្នុងតែម្ដងដែលបានផលលេធាមវាយមេប្រាក់ហើយគឺស្បែកសមាត់រលោងសបែបមានសុខភាពល្អនិងជួយព្យាបាលស្បែកខូចៗជាពិសេសគឺស្បែកដែលងាយរងប្រតិកម្ម